ទឹកធ្វើឲ្យផ្លាស់ប្រែអ្វីៗគ្រប់បែបយ៉ាងនៅពេលដែលទឹកស្អាតទៅដល់សហគមន៍ឱកាសនឹងកើនឡើងជាពិសេសសម្រាប់ស្ត្រីនិងកុមារីក្នុងឱកាសទិវាទឹកពិភពលោកឆ្នាំ2026ក្រោមប្រធានបទទឹកនិង Gender យើងសូមអបអរសាទរចំពោះរបៀបដែលការទទួលបានទឹកមានសុវត្ថិភាពកំពុងជួយគ្រួសារនៅកម្ពុជាកសាងអនាគតប្រកបដោយសុខភាពល្អនិងសមភាពជាងមុនទទួលសេវាកម្មពីអ្នកដីពួរពេលខ្ញុំមកចូលមកដល់មណ្ឌលសុខភាពខ្ញុំថាសប្បាយចិត្តមានព្រោះមណ្ឌលសុខភាពខ្ញុំស្អាតមានបន្ទប់ទឹកស្អាតមានទឹកអនាម័យប្រើប្រាស់គ្រប់គ្រាន់ខ្ញុំចូលមកដល់ទីនេះមានអារម្មណ៍ថាសប្បាយព្រោះឃើញអ្នកគ្រូពេទ្យទទួលសេវាកម្មរបស់ខ្ញុំល្អដូចចេះហើយខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនទែននៅក្នុងឆ្នាំ2025កម្មវិធីទឹកស្អាតរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជាបានជួយគាំទ្រដល់គ្រួសាររាប់ពាន់គ្រួសារឲ្យរស់នៅកាន់តែមានសុវត្ថិភាពនិងសុខភាពល្អកុមារចំនួនជាង 67,000 នាក់បានចូលរួមនៅក្នុងសកម្មភាពទឹកស្អាតខណៈប្រជាពលរដ្ឋចំនួនជាង 27,000 នាក់ទទួលបានទឹកស្អាតសម្រាប់បរិភោគនិងចំនួនជាង 47,100 នាក់មានបង្គន់អនាម័យប្រើប្រាស់ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមគ្រប់គ្រងស្ថានីយទឹកនៅភូមិគ្រោះទី1នេះដើម្បីឲ្យប្រជាពលរដ្ឋគាត់ទទួលបានទឹកប្រើប្រាស់គ្រប់រដូវនិងគ្រប់ក្រុមគ្រួសារស្ថានីយរបស់យើងខ្ញុំមានរចនាសម្ព័ន្ធគណៈកម្មការទឹកពួកគាត់ធ្វើតាមតួនាទីរៀងៗខ្លួនដើម្បីមានទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់គ្រប់រដូវនិងគ្រប់គ្រួសារបានតទឹកស្អាតចូលក្នុងទីអាខានរបស់នាងខ្ញុំពីមុនមកនាងខ្ញុំប្រើប្រាស់ទឹកអណ្ដូងយោងនិងអណ្ដូងស្នោបនៅឆ្ងាយពីផ្ទះតែឥឡូវនេះនាងខ្ញុំបានតទឹកស្អាតចូលក្នុងទីអាខានរបស់ខ្ញុំបានស្រួលខ្ញុំត្រូវការពេលណាខ្ញុំបានប្រើប្រាស់ពេលហ្នឹងដោយតែសេចក្តីបំណងបងប្រាថ្នារបស់ខ្ញុំពីមុនមកខ្ញុំមានផលវិបាកជាខ្លាំងតែដល់ពេលខ្ញុំប្រើទឹកស្អាតនេះខ្ញុំស្រួលជាងពីមុនទឹកស្អាតគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះការលើកកម្ពស់អនាម័យជួយការពារជំងឺនិងអនុញ្ញាតឲ្យកុមារជាពិសេសកុមារីបន្តការសិក្សាលូតលាស់រឹងមាំនិងឈានដល់សក្តានុពលរបស់ពួកគេនៅក្នុងឱកាសទិវាទឹកពិភពលោកឆ្នាំ2026នេះយើងសូមអបអរសាទរចំពោះកុមារគ្រប់រូបដែលអាចបរិភោគទឹកដោយសុវត្ថិភាពគ្រប់ក្រុមគ្រួសារមានសេចក្តីថ្លៃថ្នូរនិងស្ត្រីគ្រប់រូបដែលជីវិតរបស់ពួកគាត់កាន់តែមានភាពងាយស្រួលតាមរយៈការទទួលបានទឹកស្អាតប្រើប្រាស់ពីព្រោះនៅពេលដែលមានទឹកសុខភាពឱកាសនិងសមភាពក៏រីកចម្រើនផងដែរខ្ញុំសូមបដិញ្ញាចិត្តថានឹងមានទឹកចែកចាយដល់សហគមន៍កុមារឲ្យមានទឹកប្រើប្រាស់គ្រប់រដូវនិងគ្រប់ពេលវេលា